គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបងប្អូនដោយសារតែឡានក្លុកស៊ីម៉ង់បងប្អូនបាទបើកទៅបុកនឹងក្បាលស្ពានបងប្អូនមិនដាល់ឲ្យគ្រោះថ្នាក់បាទដាច់កាប៊ីនធ្លាក់ចេញមកក្រៅលើខ្នល់រប៉ាត់រប៉ាយរីឯធុងក្លុកស៊ីម៉ង់ក៏ធ្លាក់ក្នុងប្រឡាយបងប្អូនបាទគួរឲ្យអាណិតអាណោចអាធំមែនទែនបងប្អូនបាទរីឯតកងអ្នកបើកបានបាត់បង់អាយុជីវិតបាត់ទៅហើយបងប្អូនបាទរឿងនេះគឺគួរឲ្យតក់ស្លុតមែនទែនបងប្អូនបាទមើលចោះបងប្អូនហើយម៉ាស៊ីនធ្លាក់ចេញមកក្រៅមិនដឹងថាបើកលឿនយ៉ាងណាទេបងប្អូនបាទមិនដឹងថាគាត់បញ្ញត្តិទៅកន្លែងណាទេបងប្អូនបាទបានជាហេតុការណ៍នេះកើតឡើងបាទសិនណោះទៅដល់ម្ចាស់ក្រុមហ៊ុនមែនទែនបងប្អូនហើយនេះអូបាទម៉ាស៊ីនទៀតចេញមកក្រៅបាទនេះកលីកលេបាទប្លង់អីចេញមកក្រៅខ្ទេចរីឯឡាននោះទៅនៅក្រៅមកបងប្អូនបាទលាក់ទៅនៅក្រោមបាទចំមួយទឹកសំណាងល្អអត់មានទឹកបើមានទឹកពិបាកយកចេញបើអត់ទឹកស្រួលយកចេញតិចបងប្អូនបាទគឺកើតហេតុនៅផ្លូវជាតិលេខ10បងប្អូនបាទចិត្តវាលចម្បាំងបងប្អូនហើយនេះតែឯងសុតសាតបាទមានណានៅជាមួយនៅក្បែរទេបងប្អូនអើយអូអាណោះធំសំណោះណាស់អញ្ចឹងបងប្អូនបាទបើកឡានបើកម៉ូតូក្តីកុំសូវលឿនពេកបងប្អូនបាទមកលំមោមកឲ្យដល់គោលដៅតែកាលណាលឿនពេកមិនដល់គោលដៅចប់តែម្ដងបងប្អូន